ជំរាបសួរបងប្អូនទាំងអស់គ្នាសៀមបានបង្កើនសង្គ្រាមឈ្លានពានមកលើកម្ពុជាដោយធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសាររងគ្រោះមានផ្ទះមិនអាចត្រឡប់ទៅផ្ទះវិញបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនអ្នកបានបាត់បង់ជីវិតតែនៅពីក្រោយរឿងរ៉ាវទាំងអស់ហ្នឹងគឺសុទ្ធតែជាការរៀបចំរបស់មនុស្សម្នាក់គត់គឺសរិនថនតែបងប្អូនដឹងទេថាសរិនថនគឺជាអ្នកណាថ្ងៃនេះផងដែរខ្ញុំនឹងសង្ខេបអំពីប្រវត្តិខ្លះៗរបស់សរិនថនដែលជាកូនរបស់ស្ដេចរជ្ជកាលទី9អាប់ឌុលយ៉ាដេតរិនថនគឺជាបុត្រីទី3របស់ស្ដេចអាប់ឌុលយ៉ាដេតរជ្ជកាលទី9ដែលមានរូបរាងជាស្រីតែវិញ្ញាណជាប្រុសដែលមានភាពស្និទ្ធស្នាលជាមួយនឹងឪពុកខ្លាំងជាងគេអាចនិយាយបានថាជាកូនសំណប់កថាបានព្រោះរឿងគ្រប់យ៉ាងទាំងអស់ឪពុកតែងតែពិភាក្សាសួរយោបល់ពីកូនរហូតព្រះអង្គម្ចាស់ស្ត្រីមហាចក្រីសរិនថនទ្រង់គឺជាមនុស្សម្នាក់ដ៏អាចកំបាំងរៀនបានច្រើនណាស់ចេះទាំងអក្សរសាស្ត្របាលីសំស្ក្រឹតវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបុរាណវិទ្យាព្រមទាំងរឿងផ្លូវក្នុងក៏នាងចេះដែរសរិនថនត្រូវបានគេដឹងថាជាមនុស្សម្នាក់ដែលចំណាយពេលស្ទើរតែពេញមួយជីវិតរបស់ខ្លួនតែងតែឧស្សាហ៍មកប្រទេសកម្ពុជាភ្នែកដ៏មុតស្រួចរបស់សរិនថនគឺអាចអានអក្សរបាលីនៅតាមប្រាសាទរបស់ខ្មែរបានទាំងអស់ក្នុងចំណោមបងប្អូនទាំងអស់មានតែសរិនថនទេដែលមានចំណុចពិសេសខ្លាំងនិងខ្លាំងក្លាមិនថាចំណេះដឹងនិងរឿងចាំជាតិព្រមទាំងរឿងផ្លូវក្នុងទើបធ្វើឲ្យទ្រង់ទុះទាយដឹងថានគរចក្រីនឹងត្រូវរលាយត្រឹមរជ្ជកាលទី10ជាមូលហេតុដែលសរិនថនមិនយកប្តីរក្សាភាពបរិសុទ្ធដើម្បីរៀបចំផ្លូវក្នុងកាត់គ្រោះសង្គ្រោះរាជវង្សចក្រីកុំឲ្យបាត់បង់សរិនថនមាននិស្ស័យស៊ីជម្រៅជាមួយនឹងទឹកដីខ្មែរយើងទ្រង់ចាំជាតិឃើញថាខ្លួនឯងជាប់ពាក់ព័ន្ធជាមួយនឹងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរយើងកាលពីរាប់ពាន់ឆ្នាំមុនបច្ចុប្បន្នសរិនថននៅលីវហើយរក្សាព្រហ្មចារីយ៍បានយ៉ាងល្អតាមក្បួនបុរាណរបស់មនុស្សដែលរក្សានៅព្រហ្មចារីយ៍និងមានចំណេះដឹងខ្លាំងខ្ពស់គឺជាមនុស្សអាចតាក់ទងនឹងព្រះអាទិទេពបានរិនថនដឹងមុនថាប្អូនប្រុសរបស់ខ្លួនជាស្ដេចបច្ចុប្បន្នកំពុងស្ថិតក្នុងគ្រោះថ្នាក់និងអាចរលាយដាច់ពូជចក្រីត្រឹមរជ្ជកាលទី10នេះទើបទ្រង់ត្រូវប្រើចំណេះដឹងផ្នែកបាលីនិងការវិភាគចម្លាក់ខ្មែរដើម្បីរកដំណោះស្រាយឬហៅថាកាត់គ្រោះនឹងឯងតាមរយៈការធ្វើពិធីនៅប្រាសាទវេទមន្តឬយើងហៅថាប្រាសាទតាម៉ុនតូចគឺជាប្រភពនៃអំណាចនិងដែលជាកន្លែងតំណាងតម្កល់ទ័ពនៃវិញ្ញាណក្ខន្ធប្រាសាទតាម៉ុនធំឬប្រាសាទវេទមន្តធំគឺជាបេះដូងដ៏សំខាន់បំផុតព្រោះមានថ្មស្វ័យភូលិង្គដែលជាសេវលិង្គដុសពីថ្មធម្មជាតិហើយសរិនថនជឿជាក់ថាបើបានធ្វើពិធីសោចទឹកនៅលើសេវលិង្គនោះទឹកនោះនឹងក្លាយជាទឹកសម្រិតអាចតអាយុរបស់រាជវង្សចក្រីបានប្រាសាទតាក្របីបើយើងហៅឈ្មោះពិតតាំងពីបុរាណកាលមកមានឈ្មោះថាប្រាសាទសុំសិរីសួស្តីដែលជាអារូបសាលាសម្រាប់សុំសេចក្តីសុខការពារពីជំងឺឈឺឆ្កាត់ព្រះអង្គម្ចាស់ស្ត្រីសរិនថនបានចំណាយពេលស្ទើរពេញមួយជីវិតរបស់ខ្លួនដើម្បីស្វែងរកត្រីវេទមន្តតាមជួរភ្នំដងរែកត្រីវេទមន្តនោះមិនមែនជាសត្វត្រីទេតែវាជាលេខកូដសម្ងាត់នៃវេទមន្តទាំង3ដែលមានអំណាចបច្ចុប្បន្នសរិនថនឬប្រជាជនសៀមហៅថាសម្ដេចព្រះទេពដែលមានចំណេះដឹងភាសាបាលីសំស្ក្រឹតបុរាណវិទ្យាខ្មែរយ៉ាងជ្រៅជ្រះទ្រង់ដឹងយ៉ាងច្បាស់អំពីទំនាយរាជវង្សចក្រីនិងរលាយត្រឹមរាជវង្សទី10នេះសរិនថនឧស្សាហ៍មកប្រទេសខ្មែរនិងទៅតាមប្រាសាទបុរាណខ្មែរនានានិងបកប្រែអក្សរចារឹកតាមប្រាសាទនីមួយៗរបស់ខ្មែរក្នុងចេតនារកដំណោះស្រាយដោះស្រាយបណ្ដាសាឲ្យប្អូនប្រុសរបស់ខ្លួនរូបចម្លាក់គ្រូកាយកែវលេចចេញមកយ៉ាងអាចកំបាំងនិងមានការសែនព្រេនយ៉ាងសន្ធឹកសន្ធាប់ហើយត្រូវបានដាក់រូបចម្លាក់នៅកណ្ដាលទីក្រុងបាងកកផងដែរវាមិនមែនជារឿងចៃដន្យទេប៉ុន្តែវាជាស្ដេចអាគមខាងផ្លូវងងឹតរៀបចំឡើងដើម្បីដាស់ប្រលឹងគ្រូខ្មែរឲ្យមកជួយទប់ទល់នឹងយ័ន្តដាក់ទោសដាក់រាជវង្សចក្រីកាលពីសម័យអង្គរដ៏រុងរឿងគ្រូកាយកែវមិនមែនជាគ្រូមន្តអាគមបិសាចទេតែជាឥសីម្នាក់ដែលបានសម្រេចវិជ្ជាខ្ពស់បំផុតនៅតំបន់ភ្នំដងរែកលោកគឺជាអ្នករក្សាការពារត្រីវេទមន្តនិងជាអ្នកថែរក្សាថ្មដុសធម្មជាតិដែលតំណាងឲ្យព្រះសិវៈរូបរាងគ្រូកានកែវបច្ចុប្បន្នដែលយើងឃើញថាមានស្លាបនិងចង្កូមនោះគឺជានិមិត្តរូបនៃអំណាចការពារសត្រូវ
ប៉ុន្តែការដែលសៀមចូលមកទឹកដីខ្មែរបានលួចយកអាថ៌កំបាំងនិងរូបសម្លាក់តូចមួយរបស់លោកចេញពីប្រាសាទវេទមន្តធំ ហៅថាប្រាសាទតាមាន់ធំ ក្នុងបំណងយកទៅធ្វើជាទាសករមន្តអាគមដើម្បីកាត់គ្រោះនៅការរលាយរាជការដែលសាងឡើងលើឈាមក្នុងទឹកដីអ្នកដទៃពេលដែលរាជការទី9ដល់ទីបញ្ចប់ហើយរាជការទី10គ្រងឡើងគ្រងរាជការព្រួយបារម្ភដែលបណ្ដាសារលាយរាជវង្សចក្រីក្រុមមន្ត្រីនិងមេទ័ពសៀមបានសម្រេចចិត្តធ្វើរឿងដល់គ្មានមនុស្សធម៌បច្ចុប្បន្នរាមាទី10គ្រងរាជពិតមែនតែបញ្ហាផ្ទៃក្នុងរង្គោះរង្គើពោរពេញទៅដោយភាពក្តៅក្រហាយចំនួនមិនចេះចប់មិនចេះហើយការលេចឡើងនៅរូបសំណាកគ្រូកាន់កែវនៅកណ្ដាលក្រុងបាងកកគឺជាសញ្ញាបង្ហាញថាវិញ្ញាណដែលសរិន្ធរលួចទៅកំពុងតែទាមទាររកយុត្តិធម៌ហើយស្ដេចសៀមបានបញ្ជាឲ្យមេទ័ពឈ្លានពានចូលទឹកដីកម្ពុជាដើម្បីគ្រប់គ្រងយកនៅតំបន់ប្រាសាទទាំង3មិនមែនគ្រាន់តែចង់បានទឹកដីទេគឺដើម្បីគ្រប់គ្រងយកទីតាំងដើម្បីធ្វើពិធីបួងសួងដោយទេវរាជតើហេតុអ្វីបានជាសរិន្ធរព្យាយាមចង់ធ្វើពិធីបួងសួងនៅតាមប្រាសាទលើទឹកដីខ្មែរហេតុអ្វីបានជាមិនធ្វើពិធីបួងសួងនៅប្រទេសថៃពិធីបួងសួងធ្វើឡើងដើម្បីឲ្យស្ដេចមារាទី10អាចគ្រប់គ្រងបានយូរអង្វែងគឺត្រូវតែយកឈាមរបស់ទាហានខ្មែរមកបូជាខាងផ្លូវក្នុងនិងសុំអំណាចពីស្វយភូលឹង្គពីក្នុងប្រាសាទតាមាន់ធំឲ្យបានទោះត្រូវលះបង់ជីវិតមនុស្សប៉ុន្មានអ្នកក៏ដោយនេះហើយជាមូលហេតុដែលខាងសៀមវាយយកទឹកដីខ្មែរម្ដងបាញ់ម្ដងឈប់និងធ្វើពិធីផ្លូវក្នុងបូជាឈាមគ្រប់ហើយឬនៅព្រោះសរិន្ធរជឿខាងផ្លូវក្នុងខ្លាំងណាស់បើគ្មានអំណាចវេទមន្តនៃប្រាសាទខ្មែរនោះទេនោះរាជវង្សចក្រីនឹងត្រូវរលាយពុំខានឡើយទោះជាព្រះទេពឬព្រះចក្រីសរិន្ធរខិតខំប្រើអាគមបាលីផ្លូវក្នុងអង្វរយ៉ាងណាក៏ដោយក៏បារមីដូនតាខ្មែរមិនអាចជួយបានឡើយក្នុងពេលនោះដែលទាហានសៀមបានព្យាយាមចូលទៅកាន់កាប់ក្នុងភូមិសាស្ត្រទឹកដីខ្មែរក៏មានរឿងរ៉ាវចម្លែកបានកើតឡើងជាច្រើនតែគេលាក់ចិត្តមិនអាចនិយាយបានទេទាហានជួរមុខសៀមមិនថាមេទាហានឬកូនទាហានទេយល់សប្តិអាក្រក់សឹងតែរាល់យប់ឃើញមេទ័ពបុរាណខ្មែរតើកាប់សម្លាប់ខ្លួនដល់ថ្នាក់រកព្រះមកចែកឲ្យកូនចៅទៀតផងក្នុងរាជវង្សស្ដេចលួចធ្វើពិធីបួងសួងយ៉ាងសម្ងាត់នៅពេលយប់ច្រើនដងច្រើនសារតែងតែបរាជ័យដោយខ្យល់ព្យុះនិងគ្រោះធម្មជាតិចាស់ខ្មែរជំនាន់មុននៅតំបន់នោះបាននិយាយថាពួកចៅអាចលួចរូបចម្លាក់បានតែមិនអាចលួចទឹកដីបានទេថ្មដុះនៅប្រាសាទតាមាន់ធំទទួលយកតែអ្នកដែលមានចិត្តបរិសុទ្ធជ្រះថ្លានិងជាម្ចាស់ដើមតែប៉ុណ្ណោះអ្នកដែលឈ្លានពាននឹងត្រូវទទួលបណ្ដាសានេះគឺគ្រាន់តែជាការសង្ខេបអំពីប្រវត្តិខ្លះៗរបស់សរិន្ធរពីខ្ញុំអរគុណសម្រាប់ការចូលទស្សនា